Paris Saint-Germain 8 តើវត្តមឹម Chelsea 2 បងប្អូនស្ដាប់មិនច្រឡំទេ8ទល់នឹង2គឺ Paris Saint-Germain សងធ្ងន់ដៃមែនទែនពីជើងនេះសរុបចូលគ្នាទៅលើក្រុមបាល់ទាត់ Tokyo Chelsea គឺទុសាច់តែម្ដងនេះគឺជាការសងសឹកដូចគ្នាដោយសារតែនៅក្នុងការប្រកួតក្របខ័ណ្ឌ FIFA Club World Cup នៅសហរដ្ឋអាមេរិក Chelsea លុតក្រុម Paris Saint-Germain 3-0 តែឥឡូវនេះគឺ Paris សងទៅវិញ2ជើងក្នុងដីរបស់ Paris 7 ទឹកដីរបស់ Chelsea មុននេះ 3-0 ទៀតគ្មានការតដៃនៅ Stamford Bridge អញ្ចឹងបូកចូលគ្នា8ទល់នឹង2បាទ Paris Saint-Germain ខ្លាំងមែនទែនបងប្អូនអើយខ្លាំងយកតែមែនទែនអញ្ចឹង Paris មិនអាចមើលរំលងបានទេក្រុមមួយនេះគឺជាក្រុមបារាំងមួយដែលគួរឲ្យបារម្ភមែនទែនសម្រាប់ការប្រកួត UEFA Champions League ហើយគេគឺជាម្ចាស់ការពារតំណែងជើងឯកនៅក្នុងរដូវកាលចាស់កន្លងទៅអញ្ចឹងតើក្រុមបាល់ទាត់ Paris Saint-Germain អាចការពារតំណែងជើងឯកបានដែរទេឬក៏ពួកគេមិនអាចបាទត្រង់ជាមួយក្រុមបាល់ទាត់នៅខាងប៉ែកបាទអេស្ប៉ាញនិងអាល្លឺម៉ង់បានព្រោះសុទ្ធតែសឹងតែជាក្រុមដែលខ្លាំងមានបាយឺម៉ានិចមានបាសេឡូណាមានរ៉េអាល់ម៉ាឌ្រីតហើយអង់គ្លេសនេះ6ក្រុមបាទ3ក្រុមដំបូងនេះគឺទៅអស់2ហើយសល់តែមួយទេគឺអាសនលប៉ុន្តែអ្វីដែលសំខាន់ការប្រកួតនៅថ្ងៃស្អែកយប់នេះគឺមានញូកាសលប៉ាបាសេហើយមានក្រុមបាល់ទាត់បាទខាងក្លឹបAtletico Madrid ប៉ា Spurs ហើយមួយគូទៀតគឺ Galatasaray ប៉ះ Liverpool តើនឹងទៅជាយ៉ាងណាចាំបងប្អូនរងចាំតាមដានទស្សនាទាំងអស់គ្នាបន្តផងដែរបាទសូមអរគុណជួបគ្នានៅវីដេអូក្រោយ